ពិសីតួព្រីសន្ធិដ្ឋទំលាយហេតុការណ៍មួយទាំងព្រឺសម្បុររហូតធ្វើឲ្យកើតអាការៈនេះក្រោយសម្ដែងរឿងចប់ចាប់បើទោះជាបានបញ្ចាំងជាច្រើនសប្តាហ៍ហើយក្តីតែភាពយន្តខ្នាតធំខ្មែររឿងភ្លើងឆេះក្លឹបក្រោមដីរបស់ផលិតកម្ម LD នៅតែទទួលបានការគាំទ្រនិងទស្សនាពីមហាជនកាន់តែច្រើនឡើងដោយសារសាច់រឿងល្អមើលនិងបានដកស្រង់ចេញពីរឿងពិតមួយរបស់គ្រួសារមួយនៅខេត្តសៀមរាបចាបាននិយាយពីសាច់រឿងនិងការសម្ដែងរបស់តួអង្គចាក្នុងភាពយន្តគឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍និងសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាជាពិសេសនោះគឺតួអង្គឈ្មោះពិសីដែលជាតួអង្គត្រូវបានព្រាយចូលសន្ធិដ្ឋចាដែលសម្ដែងដោយកញ្ញាជាសោភាធីតាឯកសង្ក្រានរងទី1រដូវកាលទី3តំណាងជាតួទេពធីតាមួយអង្គចាក្នុងឆ្នាំ2022កន្លងទៅចាយ៉ាងណាមិញថ្មីនេះក្រោយពីបានសម្ដែងជាតួអង្គពិសីក្នុងភាពយន្តភ្លើងឆេះក្លឹបក្រោមដីចាអស់ជាច្រើនខែហើយនោះស្រាប់តែកញ្ញាជាសោភាបានចេញមកបង្ហាញអារម្មណ៍ថាមានរឿងប្លែកកើតឡើងចាបន្ទាប់ពីនាងបានទៅចូលរួមបុណ្យគម្រប់3ឆ្នាំរបស់លោកឈឿនសំណាងកាលពីកន្លងទៅចាកញ្ញាជាសោភាតួអង្គពិសីបានឲ្យដឹងថានាងជាមនុស្សដែលមិនចេះខ្លាចទេហើយពេលគេងក៏មិនដែលបើកភ្លើងដែរតែមួយរយៈក្រោយនេះនាងគេងតតែបើកភ្លើងនិងមានអ្នកមកគេងជាមួយតែក្រោយពីនាងបានទៅបុណ្យគម្រប់3ឆ្នាំរបស់លោកឈឿនសំណាងបានជួបតួអ៊ំច័ន្ទពិតដែលជាអ៊ំស្រីមើលដឹងពីរឿងផ្លូវងងឹតនិងជាអ៊ំរបស់លោកឈឿនសំណាងចាប់បានយកខ្សែអំបោះមកពាក់ឲ្យនាងនិងប្រាប់ប្រយ័ត្នខ្លួនចាតួអង្គពិសីបន្តថាពេលនោះនាងក៏មានអារម្មណ៍ប្លែកព្រោះនាងបានគេងយល់សប្តិអាក្រក់គេងយល់សប្តិឃើញមនុស្សប្រុសម្នាក់សុទ្ធតែភក់ដូចប្រឡាក់ឈាមមកសុំគេងជាមួយហើយញញឹមដាក់នាងតែក្នុងយល់សប្តិនាងក៏ប្រាប់ឲ្យបុរសនោះទៅងូតទឹកតែបុរសនោះឆ្លើយថាអត់ដែលងូតទឹកផងសុំមកគេងចិត្តហែងចាលើពីនោះយប់មួយទៀតនាងក៏បានយល់សប្តិចម្លែកម្ដងទៀតនាងជាមនុស្សអត់ចេះហែលទឹកទេខ្លាចទាំងក្នុងជីវិតពិតនិងយល់សប្តិក៏ខ្លាចតែដល់យប់មុននាងយល់សប្តិឃើញមនុស្សជាច្រើនឲ្យនាងចូលទឹកហើយចាប់ផ្ដើមមានអារម្មណ៍ប្លែក